Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
សូមឲ្យលោកបានរួចរំដោចាក់ទឹកទូគ្រោះថ្នាក់ទាំងពួងសូមឲ្យលោកបានសម្រេចនៅសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សទេវតានិងព្រះនិព្វានដោយសំពួរតាមសេចក្តីប្រាថ្នារបស់លោកលោកចោដោយអំណាចផលអានិសង្ឃដែលហៅបញ្ជូនទៅអំពីកូននិងចៅនៅក្នុងភូមិព្រៃសំពូននេះមិនជាដាច់នេះអររពីមកផងសាធុវងហើយសាធុជនពុទ្ធសាសនិកទាំងឡាយជាទីគោរពឬត្រីពាក្យថារាប់បាតជាពាក្យពីរម៉ាត់ដែលបូកបញ្ចូលគ្នារាប់ជាកិរិយាសព្ទមានន័យថាគិតចំនួនឬកំណត់ឲ្យដឹងនៅចំនួនជាដើមឯពាក្យថាបានិងតជើងរអានថាបាជាពាក្យដែលបានមកពីភាសាសំស្ក្រឹតបើភាសាបាលីថាបតៈភាសាខ្មែរមានន័យសម្គាល់ទៅលើភាជនៈធ្វើអំពីដែកឬដីមានរាងជ្រៅក្រឡូមសម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនាប្រើការទទួលចង្ហាន់ពីទាយុទាយិកាអ្នកធ្វើទានដូច្នេះពាក្យថារាប់បាតនេះគឺបុរាណលោកសម្គាល់ទៅលើការដាក់បាយឬអាហារភោជនទៅក្នុងបាតរបស់ព្រះសង្ឃដែលមានចំនួនច្រើនចាប់ពី3-4 អង្គឡើងទៅជាដើមហើយការដាក់បាយទៅក្នុងបាតព្រះសង្ឃចំនួនច្រើនបែបនេះលោកឲ្យឈ្មោះថាពិធីបុណ្យរាប់បាតហើយការបំពេញបញ្ញកម្មដោយការបូជាបរិច្ចាគនៅអមិសទានមានបាយ